គ្រោះរំជួយដីកម្រិតស្រាល 2.9 រិចទ័របានវាយប្រហារស្រុកបានកតុងក្នុងខេត្តសុរតធានីនៃប្រទេសថៃកាលពីវេលាម៉ោង 9:12 នាទីព្រឹកថ្ងៃពុធទី 11 ខែកុម្ភៈឆ្នាំ 2026 នេះបើតាមការចេញផ្សាយរបស់ The Nation យោងតាមនាយកដ្ឋានឧតុនិយមថៃចំណុចកណ្ដាលនៃគ្រោះរំជួយដីនេះគឺស្ថិតនៅក្នុងឃុំខៅផាងក្នុងជម្រៅរាក់ត្រឹមតែ 1 គីឡូម៉ែត្រប៉ុណ្ណោះទោះបីជាមានការរំជួយដីភ្លាមៗក៏ដោយអាជ្ញាធរបានចាត់ទុកថាព្រឹត្តិការណ៍នេះថាជាការរំជួយដីកម្រិតស្រាលការវាយតម្លៃបឋមបង្ហាញថាមិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករងរបួសឬខូចខាតទ្រព្យសម្បត្តិនៅក្នុងតំបន់ជុំវិញនៅឡើយទេផ្នែកសង្កេតការគ្រោះរំជួយដីកំពុងតាមដានស្ថានភាពក្នុងតំបន់នេះយ៉ាងយកចិត្តទុកដាក់មន្ត្រីជំនាញបានសន្យានឹងផ្ដល់ព័ត៌មានបច្ចុប្បន្នភាពជាបន្តបន្ទាប់ប្រសិនបើមានសកម្មភាពរំជួយដីបន្ថែមឬការវិវត្តសំខាន់ណាមួយកើតឡើង